ចាប់ផ្ដើមឡើងនៅក្នុងភាគនេះបន្តពីភាគមុនពេលនេះមិត្តសម្លាញ់របស់ជើស៊ីនត្រូវបានគេចាប់យកមកដែលនោះគឺជាស្នាដៃរបស់កញ្ញាស៊ីវយូម្ដងទៀតហើយនាងបានហៅពីណាគេទេមកចាប់ម្នាក់ទៀតហើយនិយាយថាមើលមុខចែចែស្នាមរៀមដៃមិនតាន់បាត់ទេនេះបែបនេះអាគាត់មាននឹងពិតជាបួម៉ៅនិយាយថាកំភៃអីទៅឲ្យគេជាអ្នកដោះស្រាយឲ្យបងស្រីរួចពេលនេះគេក៏បានដើរទៅមើលមិត្តភ័ក្តិរបស់ជើស៊ីនទៅដល់ទីនោះធ្វើដៃចលោចង់លេងសើចជាមួយនឹងមិត្តភ័ក្តិរបស់ជើស៊ីនក៏ប៉ុន្តែភ្លាមស្រោបពេលនោះជើស៊ីនក៏បានធ្វើដំណើរមកដល់សួរទៅកាន់ពួកគេថាតើពួកឯងលេងសើចឆ្អែតណោះបែបនេះធ្វើឲ្យគ្រប់គ្នាពិតជាភ្ញាក់ផ្អើលមែនទែនភ្លាមក៏ស្រាប់តែមិត្តភ័ក្តិរបស់ជើស៊ីនបញ្ចាំរត់ទៅចាប់ដៃជើស៊ីនរបស់ជើងចង់រត់ក៏ប៉ុន្តែជើស៊ីនរបស់ជើងមិនរត់ទៅណានោះទេបានធ្វើមិត្តភ័ក្តិពិតជាឆ្ងល់មែនទែនអបិសសោមានឈ្មោះថាវៃប៉ៅនិយាយទៅកាន់ជើស៊ីនថាអូជើស៊ីនហើយមានភាពក្លាហានក៏ប៉ុន្តែពេលនេះឯងលេងខំមនុស្សហើយបន្តពីលើចឹងពេលនេះជើស៊ីនរបស់ជើងគាត់នៅតែមិនខ្វល់ក្លែកមើលទៅកាន់កញ្ញាស៊ីវយៈព្រមទាំងសួរថានេះគឺជាបញ្ហារវាងជើងទាំងពីរនាក់ហើយអ្វីបានជានេះធ្វើឲ្យពាក់ព័ន្ធជាមួយនឹងអ្នកផ្សេងទៀតទៅកញ្ញាម្នាក់នឹងបន្តពីលើចឹងដូចជារៀងរអ៊ីខ្លួនដែរក៏ប៉ុន្តែគាត់នៅតែនិយាយទៅកាន់ជើស៊ីនថាទោះបីជាណាក៏ដោយខ្ញុំក៏នៅតែសប្បាយចិត្តលើបែបនេះជើស៊ីនពិតជាមុំម៉ៅមានតែនិយាយថាអូនាងសប្បាយចិត្តមែនទេបំផ្ទុះសម្ហាយធម្មពលមួយតំហឹងការបើឃើញបែបនេះមិត្តសម្លាញ់ពិតជាភ្ញាក់ផ្អើលមែនទែនក៏លេចមើលទៅខាងនោះអបិវៃប៉ៅបាននិយាយថាទោះបីជាណាក៏ដោយឯងគ្រាន់តែជាអាក្មេងដៃថ្មីតែប៉ុណ្ណោះនៅតែមិនអាចយកឈ្នះយើងបានមិត្តសម្លាញ់របស់ជើស៊ីនក៏ប្រាប់ទៅកាន់ជើស៊ីនដូចគ្នាថាក្មេងនេះវានៅឆ្នាំទី2អញ្ចឹងគេពិតជាខ្លាំងណាស់កុំទៅពាក់ព័ន្ធជាមួយនឹងគេអីក៏ប៉ុន្តែពេលនេះជើស៊ីនរបស់ជើងដើរចូលទៅសួរថាខ្ញុំឮថាឯងខ្លាំងតែឯងហ៊ានទៅវាយជាមួយនឹងខ្ញុំនៅក្នុងសង្វៀនដែរទេបន្តពីឮចឹងវៃប៉ៅគេក៏មិនប្រកែកបន្ថែមទៀតថាចាំមើលខ្ញុំឲ្យឯងសោកស្ដាយអញ្ចឹងពេលនេះពួកគេទាំងពីរនាក់ក៏ឡើងទៅលើសង្វៀនខាងជើស៊ីនមានមិត្តសម្លាញ់របស់គាត់ចាំលើកទៅចិត្តក៏លេចមើលទៅខាងវៃប៉ៅគ្នារបស់គេក៏បន្តិចដូចគ្នាចាំលើកទៅចិត្តអញ្ចឹងពេលនេះនៅក្នុងសង្វៀនវៃប៉ៅមិនចង់ចាំពេលយូរទៀតទេនិយាយថាខ្ញុំនឹងវាយឯងឲ្យខ្លាំងសម្រុកចូលទៅយ៉ាងលឿនក៏ប៉ុន្តែភ្លាមក៏ស្រាប់តែជើស៊ីនរបស់ជើងទូរស័ព្ទរបស់គាត់មានអ្នកទេមកអញ្ចឹងគាត់ក៏ប្រាប់ថាឲ្យជប់សិនអាប៉ែមនុស្សចង់ដាច់ផ្ងាអញ្ចឹងអ្នកទេមកកាន់ជើស៊ីនរបស់ជើងគេមានរបស់ចង់លក់ដែលវាគឺជាថ្ម Celestial លឺចឹងជើស៊ីនរបស់ជើងប្រាប់ថាខ្ញុំគ្មានលុយទេក៏ប៉ុន្តែគេប្រាប់ថាគេអាចបញ្ចុតម្លៃឲ្យ20%បានជើស៊ីនគិតនៅតែមិនចាប់អារម្មណ៍ភ្លាមក៏ស្រាប់តែនៅលោកម្នាក់នោះបានប្រកូលនៅថ្ម Celestial តាមទូរស័ព្ទមកបន្តតែម្ដងនិយាយថាសាកសិនទៅប្រសិនបើចូលចិត្តចាំតាក់ទងទៅកាន់គេបន្តទៀតអញ្ចឹងពេលនេះថ្មមួយនោះក៏ស្រាប់តែចូលទៅក្នុងថ្ងាសរបស់ជើស៊ីនអញ្ចឹងពេលនេះការប្រយុទ្ធចាប់ផ្ដើមវៃប៉ៅក៏សម្រុកចូលមកក៏ប៉ុន្តែពេលនេះជើស៊ីនក៏ស្រាប់តែភ្នែករបស់គាត់ព្រមទាំងថ្ងាសបញ្ចេញនៅចំហាយថ្មពលវៃម្យ៉ាងដែលនេះគឺជាអតិពលរបស់ថ្ម Celestial ដោយសារតែថ្មមួយនេះគាត់បានមើលទៅកាន់វៃប៉ៅក្នុងសកម្មភាពយឺតបែបនេះនៅពេលដែលវៃប៉ៅសម្រុកចូលមកគាត់អាចទប់ទល់ជាប់ធ្វើឲ្យប៉ៅត្រឡប់ទៅវិញគេមិនសុខចិត្តសម្រុកចូលមកម្សាទៀតក៏ប៉ុន្តែត្រូវបានជើស៊ីនដាក់មិត្តជើងឡើងប៉ៅត្រឡប់ទៅខាងក្រោយវិញបែបនេះបានធ្វើគេដូចជាចង់អន់ចង់គ្នាគេសាយប្រាប់ក៏ប៉ុន្តែវៃប៉ៅស្រែកថាបិទមាត់ឯងភ្លាមអញ្ចឹងពេលនេះវៃប៉ៅក៏សម្រុកចូលមកម្សាទៀតពេលនេះជើស៊ីនដូចជាជក់ចិត្តជាមួយនឹងថ្ម Celestial មែនទែនកំពុងតែមើលសកម្មភាពរបស់វៃប៉ៅក៏ប៉ុន្តែភ្លាមថ្មមួយនោះអស់ប្រសិទ្ធភាពមានអីស៊ីមកជើងរបស់វៃប៉ៅថ្ម Celestial នៅពេលដែលវាអស់ប្រសិទ្ធភាពក៏ស្រាប់តែវាបានចេញពីថ្ងាសរបស់ជើស៊ីនព្រមទាំងធ្លាក់ចុះទៅខាងក្រោមបែបនេះជើស៊ីនក៏យកមកមើលបន្ទាប់ពីឃើញអក្សរនៅក្នុងនោះពិតជាគាំងមែនទែនក៏ប៉ុន្តែខ្ញុំប្រែមិនចេញទេវាចេញមកអត់តំណងអញ្ចឹងឃើញអញ្ចឹងជើស៊ីនរបស់យើងពិតជាមូម៉ៅមែនទែនក៏វែងចោលនិយាយថាពិតជារបស់សម្រាមមែនវៃប៉ៅលឺអញ្ចឹងស្មានតែជើស៊ីនរបស់យើងចេះអញ្ចឹងពេលនេះពិតជាមូម៉ៅសម្រុកចូលមកម្សាទៀតវៃធ្វើឲ្យជើស៊ីនប៉ៅបន្តមកទៀតថែមមួយជើងជើស៊ីនក៏កាន់តែប៉ៅបែបនេះវៃប៉ៅពិតជាបានចិត្តមែនទែនដល់ឡៃខាងជើស៊ីនគាត់ក៏គិតផងដែរថាជាមួយនឹងធម្មពលរបស់គាត់មានពិតជាមិនអន់នោះទេអញ្ចឹងបែបនេះគាត់មានតែប្រើរមូមួយនេះតែប៉ុណ្ណោះដកចេញនៅរមូការហ្វឹកហាត់រាងកាយពីបុរាណអញ្ចឹងនៅពេលដែលគាត់ច្រកបាច់វាចេញទៅពេលនេះជើស៊ីនក៏បានបញ្ចេញក្បាច់អ្វីមួយយ៉ាងបែបនេះធ្វើអ្នកនៅចិត្តនឹងពិតជាភ្ញាក់ផ្អើលមែនទែននិយាយថាក្បាច់ថៃជីទោះបីជាឃើញបែបនេះវៃប៉ៅគេក៏នៅតែឆ្លើយនិយាយថាក្បាច់ស្អីទៅមើលទៅតំណងក៏ប៉ុន្តែវាគ្រាន់តែជាសម្រាមតែប៉ុណ្ណោះសម្រុកចូលទៅក៏ប៉ុន្តែត្រូវបានជើស៊ីនរបស់យើងក៏វត្តប៉ឹងទៅខាងក្រោយវិញហើយពេលនេះជីបចោលនៅលើដងខ្លួនរបស់ជើស៊ីនវាក៏បានបើកពេញដងខ្លួនបន្តមកទៀតវៃប៉ៅសម្រុកចូលមកវាយជាមួយនឹងជើស៊ីនបន្តទៀតក៏ប៉ុន្តែក៏នៅតែមិនអាចទប់ទល់ជាមួយនឹងជើស៊ីនត្រូវបានជើស៊ីនតាក់មកកែងប៉ឹងទៅខាងក្រោយក៏លេចមើលទៅកាន់ជើស៊ីនបញ្ចេញក្បាច់របស់គាត់បន្តទៀតជីបចោលនៅលើដងខ្លួនវាក៏បានធ្លាយទៅដល់ដៃរបស់គាត់បន្ថែមទៀតបែបនេះពេលនេះធ្វើវៃប៉ៅពិតជាមួម៉ៅមែនតែមិនចាំយូរទេចង់លេងមែនទែនគេបានបញ្ចេញសម្ហាយធម្មពលរបស់គេក៏ប៉ាបចុះទៅខាងក្រោមដូចជាកង្កែបក៏ស្រាប់តែបញ្ចេញនៅក្រញ៉ាំដៃរបស់គេចេញមកកូនចៅឃើញបែបនេះនិយាយថាអូមិនធំលេងមែនទែនហើយពេលនេះវៃប៉ៅពិតជាមិនអន់សម្រុកចុះទៅអាចវាយទៅកាន់ជើស៊ីនរបស់យើងបានហើយលើបឿនរបស់គេក៏កាន់តែលឿនទៀតរត់ប្រតិសិនជុំវិញជើស៊ីនបែបនេះជើស៊ីនក៏រៀងពិបាកបន្តិចដែរដោយសារតែជីបចោលជើងរបស់គាត់មិនទាន់បើកនៅឡើយនោះទេគាត់បើកបានត្រឹមតែខ្លួនព្រមទាំងដៃតែប៉ុណ្ណោះក៏ប៉ុន្តែស្រោបពនុភ្លាមវៃប៉ៅក៏បានវាយគាត់មួយដៃ
បើងប៊ីនឹងធ្លាក់ពីលើសង្វៀនគាត់ក៏បានបញ្ចេញធម្មពលរបស់គាត់តោងសង្វៀនជាប់ចូលទៅក្នុងសង្វៀនវិញពេលនេះចៅស៊ីនគាត់ក៏ចាប់ផ្ដើមបញ្ចេញនូវក្បាច់ថៃជេរបស់គាត់បន្តទៀតដើម្បីបើកនៅសរសៃឈាមនៅជើងរបស់គាត់អញ្ចឹងពេលនេះគាត់ក៏បានបើកបានដោយសម្រេចគ្រាន់តែបើកបានភ្លាមពេលនេះសំហើយធម្មពលមួយទំហំក៏បានផ្ទុះសាយភាចេញទៅផ្ទាល់តែម្ដងគ្រប់គ្នាពិតជាភ្ញាក់ផ្អើលមែនទែនជាពិសេសវ័យប៉ៅនិយាយថាមិននឹងអាចទៅរួចទៅមិននឹងអាចទៅរួចមែនទេភ្លាមចៅស៊ីនសម្រាប់ខ្លួនចូលមកដាក់គាត់នឹង3ដៃរាប់មួយសម្រុកចូលទៅវាយចៅស៊ីនបន្តទៀតចៅស៊ីនកិច្ចផុតរួចក៏ថែមមួយដៃមួយជើងបន្តទៀតប៉ើងផ្ទាល់តែម្ដងភ្លាមវ័យប៉ៅសម្រុកចូលមកម្សាទៀតម្សានេះស៊ីមកកែងរួចចៅស៊ីនរបស់ជើងគាត់ក៏បានប្រើ ultimate របស់គាត់គេវាការបែប slow motion ទេក៏ប៉ុន្តែមួយដៃនេះពិតជាខ្លាំងមែនទែនវ័យប៉ៅប៉ឹងទៅខាងក្រោយបុកនឹងជញ្ជាំងធ្លាក់ចូលទៅខាងក្រោមដេកស្ប៉ាសម្រួលធម្មពលបន្តិចអញ្ចឹងពេលនេះចៅស៊ីនរបស់ជើងគាត់មិនចាំយូរក៏បានលោតទៅរកកញ្ញាស៊ីយូផ្ទាល់តែម្ដងទៅដល់ទីនោះកញ្ញាម្នាក់នោះពិតជាភ័យមែនទែនសួរថាតើពួកលោកចង់បានអីទៅចៅស៊ីនប្រាប់ថាត្រូវតែសំទោសបែបនេះកញ្ញាម្នាក់នោះក៏និយាយទៅញោមមកថាខ្ញុំសំទោសខ្ញុំលែងហ៊ានទៀតហើយសម្លាញ់របស់ចៅស៊ីននិយាយថាអត់លឺទេនិយាយឲ្យលឺបន្តិចមកអញ្ចឹងកញ្ញាម្នាក់នោះក៏និយាយមួយសានទៀតបន្តពីកញ្ញាម្នាក់នោះនិយាយរួចនាងក៏បានរត់ចេញទៅប្រយតែម្ដងក្លេចមើលទៅកាន់សម្លាញ់របស់ចៅស៊ីននិយាយថាខ្ញុំមិននឹកស្មានទេតែឯងខ្លាំងណាស់វើយមុនដំបូងគេនិយាយថាឯងបានវាយទៅកាន់វ័យហូគឺជាមេចង្កាខ្ញុំមិនជឿទេក៏ប៉ុន្តែថ្ងៃនេះហើយក៏ចាប់ផ្ដើមយប់និយាយថាខ្ញុំពិតជាមិននឹកស្មានមែនតែឯងពិតជាទេពកោសលលះបង់អូអញ្ចឹងហើយឯងនៅតែយំឲ្យសើងទៀតអ្នកណាប្រាប់ថាយើងជប់ឲ្យឯងទៅយើងយំអាណិតខ្លួនឯងទេដែលត្រូវបានគេបោករាប់ឆ្នាំរួចរៀងក៏កាត់ប្រហែលថ្ងៃក្រោយមកទេអញ្ចឹងមិនដឹងអញ្ចឹងពេលនេះជើងបានឃើញថាកូនចៅរបស់អបវ័យប៉ៅត្រូវបានកញ្ញាម្នាក់វាយឡើងទក់សាច់សួរថាឯងនិយាយថាម៉េចឯងនិយាយថាអាក្មេងពណ៌លឿងនេះខ្លាំងជាងយើងមែនទេអញ្ចឹងអាគាត់មិននឹងពិតជាឆ្លាតមែនទេនិយាយថាត្រូវឲ្យចៅស៊ីនពិតជាខ្លាំងប្រយ័ត្នខ្ញុំទៅប្រាប់គេឲ្យផ្ដំមេរៀនមួយទៅកាន់នាងបន្តទៅលឺចឹងកញ្ញាម្នាក់នឹងពិតជាមួម៉ៅលវាក់មួយជើងប៉ៅទៅមួយចំហៀងរួចកញ្ញាម្នាក់នឹងក៏សួរទៅកាន់កូនចៅរបស់បវ័យប៉ៅថាតើអាក្មេងម្នាក់នឹងមានឈ្មោះអីទៅគេប្រាប់ថាមានឈ្មោះថាចៅស៊ីនអូត្រូវហើយគេមានឈ្មោះថាចៅស៊ីនគឺជាគេរួចភាគនេះក៏ត្រូវបានស្លេះទៅត្រឹមនេះអរគុណច្រើនមែនទែនរងចាំទស្សនានៅភាគបន្តទៀត